ជំរាបសួរអ្នកដែលតាមដានเพจខ្ញុំទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមានកន្លែងមួយណែនាំឲ្យទាំងអស់គ្នាបានស្គាល់ថ្មីណាកន្លែងហ្នឹងម្ហូបគាត់ឆ្ងាញ់ហើយធូរថ្លៃទៀត4-5រៀល3-4រៀលអីចឹងទៅហើយមានបាញ់ស៊ុងបាញ់ឆាវហើយនឹងគួងសយោឲ្យទៀតហើយគ្រឿងភេសជ្ជៈគាត់វិញឆ្ងាញ់ហើយធូរថ្លៃតែ1រៀលកន្លះយ៉ាងច្រើន2រៀលអីទេឆ្ងាញ់ណាបងប្អូនគិតទៅតម្លៃសមរម្យល្មមហើយទីតាំងវិញស្អាតបាតហើយមានប្លង់ថតរូបច្រើនហើយកន្លែងនោះដែរគឺនៅអត់ឆ្ងាយពីទីក្រុងភ្នំពេញប្រហែលទេយើងជិះតាមបណ្ដោយផ្លូវជាតិលេខ6ចុះពីស្ពានជ្រោយចង្វាហ្នឹងមកហើយមួយទៀតគេហៅគេដល់ឃើញផ្លាកគេបត់ទៅព្រែកតាសេកអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅកន្លែងហ្នឹងបានហើយកន្លែងនោះមានឈ្មោះថាភោជនីយដ្ឋានផ្ទះខ្មែរសូមស្វាគមន៍មកកាន់ភោជនីយដ្ឋានផ្ទះខ្មែរទាំងអស់គ្នានៅកន្លែងហ្នឹងហេតុតែបើគេដាក់ផ្ទះខ្មែរគាត់មានផ្ទះខ្មែរមួយដែលខ្ញុំឃើញមិញហ្នឹងណាផ្ទះហ្នឹងមានតសទាំងអស់100បងប្អូនហើយនេះគឺជាទីតាំងហាងរបស់គាត់និយាយទៅដូចផ្ទះប្រជាជនធម្មតាតែមើលទៅស្អាតសាមញ្ញហើយមើលទៅរបៀបដូច fresh ហ្មងដំឈរច្រើនម្លប់ស្អាតមែនតើហើយយើងពេលដែលយើងទៅនឹងយើងចង់អង្គុយជាតុមានកៅអីអញ្ចេះក៏បានហើយមួយទៀតអាតុរបៀបដូចយើងអង្គុយនៅខាងកាហ្វេអារៀងទៀបរបៀបសាឡុងនៅផ្ទះយើងហ៎អារបៀបអញ្ចឹងក៏បានដែរចំពោះការតុបតែងរបស់គាត់វិញវាដូចបុរាណបន្តិចសម័យបន្តិចលាយឡំគ្នាអញ្ចឹងណាហើយប្លង់ថតរូបច្រើននេះអ្នកនរគ្នាមកខ្ញុំថតមួយកូនស្អាតទេនិយាយទៅបរិយាកាសទីតាំងចូលទៅត្រជាក់ភ្នែកហើយស្រួលហ្មងចំពោះខ្ញុំណាតែខ្ញុំណែនាំអ្នកទាំងអស់គ្នាទៅគឺស្អាតពិតមែនអ្វីដែលសំខាន់ហ្នឹងគឺកន្លែងគាត់គឺមានបើកទទួលអាហារ3ពេលផឹកពេលថ្ងៃត្រង់ហើយនិងពេលល្ងាចបើពេលផឹកគាត់មានលក់បាយកាហ្វេកាទៀវអីថឹងអញ្ចឹងទៅហើយបន្ទាប់មកពេលថ្ងៃគាត់មានម្ហូបកំងឲ្យខ្ញុំជំរាបមិញអញ្ចឹងមានម៉នុយនៅខាងមុខហើយតម្លៃវិញសមរម្យហើយព្រមពីម៉ោង2ទៅចាប់ផ្ដើមមានបាញ់ឆាវមានគួងមានសាយ៉អីហ្នឹងអារបៀបអាហារសម្រន់រឿងពេលល្ងាចណាតែបើសិនជាបាយប្រៀបយប់អីអញ្ចឹងយើងទៅពីរៀងថ្ងៃរៀងជ្រេបន្តិចអានឹងអាចកំងបានញ៉ាំបានណាតែភាគច្រើនពេលល្ងាចទៅកន្លែងគាត់គេញ៉ាំតែបាញ់ឆាវហើយនឹងគួងសាយ៉អីហ្នឹងគេនាំគ្នាមកផ្ទះវិញហើយក្រៅពីហ្នឹងគាត់មានលក់ផ្អែមជានំខ្មែរបាយតំណាប់ស្វាយបាយតំណាប់អីឆ្ងាញ់ណាបងប្អូនហើយពេលដែលយើងចូលទៅកន្លែងគាត់នឹងទៅដល់ឃើញច្រើននេះចេះស្លឹកកភ្លូហីអាស្លឹកគេញ៉ាំមួយបាញ់ឆាវអញ្ចឹងពេលដែលយើងញ៉ាំបាញ់ឆាវអីហ្នឹងគឺអាស្លឹកកភ្លូហ្នឹងគឺគាត់ច្រូតនៅពេលកន្លែងហ្នឹងហើយគាត់មានសួនបន្លែនៅខាងក្រោយរបស់គាត់មួយទៀតអញ្ចឹងពេលយើងទៅដល់កន្លែងហ្នឹងយើងចង់ញ៉ាំបាញ់ឆាវឬក៏ញ៉ាំម្ហូបគាត់អីយើងមានអារម្មណ៍ថាមានទំនុកចិត្តគឺគាត់ដាំខ្លួនឯងអត់ដាក់គីមីដាក់អីទេហើយនេះផ្ទះខ្មែរតស100ដែលខ្ញុំជំរាបអ្នកទាំងអស់គ្នាមិញហ្នឹងណាអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាទៅអាចសុំគាត់ចូលមើលក្នុងនោះបានប៉ុន្តែដូចជាអត់មានមនុស្សនៅទេក៏គ្រាន់តែតាំងប៉ុន្តែនៅក្នុងនោះគឺមានរៀបចំមានសាឡុងមានអីអញ្ចឹងទៅពេលដែលខ្ញុំទៅហ្នឹងម្ចាស់ផ្ទះក៏អត់នៅអញ្ចឹងនៅតែបុគ្គលិកចាបានចូលទៅមើលខាងក្នុងឯនេះបានតែមើលឡើងទៅថតទៅមើលអីអញ្ចឹងណាហើយនេះរូបថតដែលថតបាននៅលើផ្ទះខ្មែរនឹងស្អាតទេបងប្អូន
ចឹងអ្នកទាំងអស់គ្នាថ្ងៃសៅរ៍អាទិត្យឬក៏ weekend ឬក៏ថ្ងៃឈប់សម្រាកអីអត់ដឹងថាត្រូវទៅណាចង់រកបាយដែលធូរថ្លៃហើយឆ្ងាញ់អ្នកទាំងអស់គ្នាកុំភ្លេចឲ្យសោះគឺភោជនីយដ្ឋានផ្ទះខ្មែរអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់និងទស្សនាបាយបាយ